សួស្តីបងប្អូនអរគ្នាឥឡូវនៅក្នុងវីដេអូភាគ2នេះគឺដល់លំហាត់ពិសេសហើយរ៉ូម៉ាំងទី3លំហាត់លេខ2នៅក្នុងសំណួរខដែលគឺគណនាសមាសភាពជាម៉ូលក្នុងលបាយពេលលំនឹងអញ្ចឹងដើម្បីគណនាអូនឯងត្រូវដឹងថានៅក្នុងការគណនាសមាសភាពជាម៉ូលក្នុងលបាយក្រោយប្រតិកម្មហ្នឹងយើងគណនាអីខ្លះប្រសិនបើយើងមិនដឹងទេយើងអត់ដឹងថាគណនាអីទេអញ្ចឹងពេលដែលយើងអត់ដឹងថាគណនាអីយើងដោះស្រាយអត់ចេញទេចឹងដំបូងបំផុតគឺទាមទារបងឯងត្រូវដឹងថាគណនាអីសិនឥឡូវយើងមើលឡើងនេះនៅក្នុងការគណនានៃសមាសភាពជាម៉ូលក្នុងលបាយក្រោយប្រតិកម្មបងឯងត្រូវមើលថាតើប្រតិកម្មហ្នឹងគឺជាប្រតិកម្មប្រភេទបែបណាឥឡូវយើងមើលនេះឃើញព្រួញទៅមកអត់អញ្ចឹងព្រួញទៅមកបញ្ជាក់ថាប្រតិកម្មហ្នឹងគឺជាប្រតិកម្មយឺតកម្រិតអញ្ចឹងមានន័យថាពួកពាក្យថាប្រតិកម្មយឺតហ្នឹងមានន័យថាម៉េចពួកថាប្រតិកម្មយឺតមានថាប្រតិកម្មគឺអស់ហើយគឺប្រតិកោរបស់យើងក៏ចូលប្រតិកម្មអស់ដែរអញ្ចឹងវានៅសល់ក្រោយប្រតិកម្មហើយទទួលបាននៅក្នុងកំឡុងពេលដែលវាចូលប្រតិកម្មនឹងទទួលបានអង្គធាតុកកើតដូចគ្នាដែរជាក់ស្ដែងយើងមើលបំរាប់ឡើងនេះគេថាអីគេថា A star ហ្នឹងទៅសល់ប្រហែល 60% មានន័យថាវាចូលរួមប្រតិកម្មអស់តែ 40% ទេអញ្ចឹងវានៅសល់60អញ្ចឹងបើសិនវាចូល 40% ទឹកហ្នឹងក៏ចូលរួមប្រតិកម្មបាន40% ដូចគ្នាដែរអញ្ចឹងវាសល់ចំនួន 60% ដូចគ្នាហើយអាស៊ីតនិងអាល់កុលនេះពេលដែលនេះមានប្រតិកម្ម 40% អាស៊ីតអាល់កុលក៏កើតម្នាក់40%ភាគរយគឺកកើតគឺកើតក្នុងបរិមាណដូចគ្នាអត់ខុសគ្នាទេអញ្ចឹងមានន័យថាក្នុងកំឡុងពេលវាចូលប្រតិកម្មម្នាក់ 40% អញ្ចឹងក្រោយប្រតិកម្មចប់គឺវាត្រូវនៅសល់អានេះក្រោយប្រតិកម្មចប់មានន័យថាឬក៏ក្រោយពេលដែលវាលំនឹងគឺវាទទួលបានម្នាក់ 40% អញ្ចឹងនៅក្នុងលបាយក្រោយប្រតិកម្មរបស់យើងក្រោយប្រតិកម្មគឺមានចំនួន4សមាសធាតុនៅក្នុងនឹងមានអេស្តាសល់ទឹកសល់អាស៊ីតកកើតនិងអាល់កុលកកើតអញ្ចឹងគណនា4អញ្ចឹងយើងដាក់សិនមកបាទសមាសភាពក្នុងលបាយមានសមាសភាពក្នុងលបាយរួមមាននេះខ្លះទី1អេស្តាសល់ទឹកសល់មានទៀតអាស៊ីតសល់សំទោសអាស៊ីតកកើតនិងអាល់កុលកកើតអញ្ចឹងនៅក្នុងកន្លែងនេះអូនឯងសេរូបមុនក៏បានដែរតែគ្រូឆ្លឹះសេរូបមុនសេជាអក្សរទៅលឿនជាងអញ្ចឹងយើងបញ្ជាក់គេចឹងមកបន្ទាប់មកយើងចាប់ផ្ដើមរកចំនួនម៉ូលរបស់វាមួយព្រោះឲ្យយើងគណនាអីសមាសភាពជាម៉ូលអញ្ចឹងមានថាយើងគណនាម៉ូលរបស់អង្គធាតុមួយនៅពេលណានៅពេលលំនឹងមានថានៅពេលក្រោយចប់ប្រតិកម្មអាពីរនេះគណនាសល់អាពីរនេះគណនាកកើតឥឡូវយើងទៅរៀនប្រាប់បំរាប់ទាំងអស់គ្នាទី1គេថាអាស៊ីតសល់ចំនួន 60% អញ្ចឹងអូនឯងទៅជំហានទី1ទៅរើសិនថាតើសល់ 60% ហ្នឹងតើបរិមាណម៉ូលរបស់វាស្មើនឹងប្រមាណឥឡូវយើងមើលសិននេះយើងដាក់សិនមកតាមអីតាមភាគរយសល់ស្មើអីហើយយើងចែកគ្នាដាច់មិនយើងនិយាយថាវាសល់ដោយសារអេសៀពីនេះវាចូលរួមប្រតិកម្មវាមិនមែនជាអង្គធាតុកកើតទេអញ្ចឹងក្រោយប្រតិកម្មចប់គឺវានៅសល់ហើយឬក៏វាចូលរួមប្រតិកម្មអស់ដល់ពេលអានេះគឺវាកកើតខុសពីប្រតិកម្មមុនឲ្យវាបច្ច្រាស់ពីមុនអូនឯងធ្លាប់ប្រហែលជាអាស៊ីតបូអាល់កុលអញ្ចឹងអេស្តាកកើតយើងអត់និយាយថាវាសល់ទេគេថាទិន្នផលទទួលបានអញ្ចឹងខុសគ្នាតែកន្លែងហ្នឹងឯងអញ្ចឹងភាគរយអេស្តាសល់មានថាវាស្មើនឹងម៉ូលសល់លើអីលើ n ដើមគុណនឹងម៉ាត់គុណនឹង100អញ្ចឹងកន្លែងនេះភាគរយហ្នឹងវាអាចដាក់ម៉ាស់បានមានថាម៉ាស់សល់លើម៉ូលដើមគុណ100ហើយម៉ាស់ហ្នឹងគឺស្មើម៉ូលគុណម៉ាស់ម៉ូលគុណម៉ាស់ម៉ូលដោយសារតែអេស្តាដូចគ្នាយើងសម្រួលម៉ាស់ម៉ូលចោលអញ្ចឹងវានៅសល់ម៉ូលណាសុំម៉ូលចោលយើងសល់ម៉ូលអញ្ចឹងនៅក្នុងរូបមន្តនេះយើងអាចទាញរកចំនួនម៉ូលសល់បានហើយកន្លែងនេះបើសិនជាភាគរយចូលរួមប្រតិកម្មអញ្ចឹងមានថានេះម៉ូលចូលរួមប្រតិកម្មរបស់អេស្តាធៀបទៅនឹងម៉ូលដើមគុណនឹង100ដូចគ្នា
ឬក៏ម៉ាស់ចូលរួមបដកម្មលើម៉ាស់ដើមគុណនឹង100ដូចគ្នាបានដូចគ្នាដោយសារសម្រួលម៉ាស់ម៉ូលចោលដោយសារសមាធាតុតែមួយឯងអញ្ចឹងឡើយនេះរើម៉ូលសល់ហើយប្រហែលជាមកដល់ឲ្យឆ្ងល់ហ៎មិនបានទៅរើម៉ូលសល់មូលហេតុអីបន្តិចទៀតយល់ថារើម៉ូលសល់ធ្វើអីតោះអញ្ចឹងយើងរកអីម៉ូលអឺសល់អញ្ចឹងស្មើអីគុណចេះមកភាគរយអឺសល់គុណនឹងម៉ូលអឺដើមចែកនឹង100ភាគរយអញ្ចឹងអូនឯងជំនួសចូលមក60គុណនឹង 0.5 ចែក100អញ្ចឹងពេលចែកមកឃើញ 0.3 អញ្ចឹងមានន័យថា 0.5 a stair សល់ 0.3 មានន័យថាវាចូលរួមបដកម្មអស់ 0.2 ឥឡូវជំហានទី2អូនឯងទៅរើម៉ូលចូលរួមបដកម្មរបស់វាម្ដងទៀតណារើសល់ហើយរើចូលរួមទៀតហើយសួរថារើធ្វើអីឥឡូវរើចូលរួមបដកម្មសិនពេលឯងរើចូលរួមបដកម្មហើយចាំគ្រូប្រាប់ថារើអាហ្នឹងធ្វើអីតោះអញ្ចឹងយើងរើអីរើ n អឺបាទចូលរួមនេះអញ្ចឹង n អឺចូលរួមវាមកពី n ដើមនេះ n ដើមរបស់ a stair នេះ n ដើមនេះវាស្មើនឹង n អី n អឺដកគូដាក់ a ណាលឿនចូលរួមបូកជាមួយនឹងអី n អឺសល់នេះតោះយើងរើចូលរួមណារើចូលរួមអានេះអូនឯងមានសេ a ណាគ្រូសុំសេតាងអូនឯងសេចូលរួមបដកម្មអញ្ចឹងមកគ្រូជឿលើសេអញ្ចឹងគ្រូមកខាត់ពេល n អឺ a reaction ណាស្មើនឹង n អីដល់ n សល់ជាធម្មតាគ្រូមានលុយ 10000 គ្រូចាយអស់ 2000 អញ្ចឹងគ្រូសល់ 8 អញ្ចឹង 10000 លុយដើមអញ្ចឹងបើសិនអូនឯងបើសិនជាគ្រូចង់រើលុយដើមរបស់គ្រូតើយើងយក 8 បូកនឹង 2 8 ជាលុយសល់ 2 ជាលុយចូលរួមបដកម្មអញ្ចឹងឃើញលុយដើមគ្រូហើយឲ្យយល់ហើយហ្នឹងយ៉ាត់យល់អញ្ចឹងយើងសាកចំនួនចូលតើដើម 0.5 ចូល 0.3 អញ្ចឹងស្មើ0សំទុះសល់ 0.3 អញ្ចឹងចំនួនម៉ូលរបស់អឺចូលរួមបដកម្ម 0.2 តោះយើងបន្តទៀតគ្រូសុំលុបខាងនេះចោលណាមកឥឡូវយើងចាប់ផ្ដើមរើសមាសភាពទាំង4នេះនៅក្នុងលបាយអញ្ចឹងកន្លែងនេះវាមានវិធីរើច្រើនរបៀបប៉ុន្តែលោកគ្រូរើវិធីរបស់លោកគ្រូគឺតាមលំនឹងតាមប្រព័ន្ធលំនឹងថេលំនឹងមាន3កន្សោមដើមប្រែប្រួលនិងលំនឹងឥឡូវយើងមើលសម័យកាលអូខេសម័យកាលអញ្ចឹងសម័យកាលរបស់យើងគឺយើងយក a stair សេមក a stair របស់យើងបាទ a stair របស់យើង CO បូកមួយទឹកមកចេញអាស៊ីតបូកនឹងអាល់កុលតោះអញ្ចឹងប្រព័ន្ធដែលលោកគ្រូយកមកវិចារដើម្បីរើកំហាប់សំទោសដើម្បីរកបរិមាណម៉ូលក្នុងសមាសភាពជាម៉ូលក្នុងលបាយរកអង្គធាតុទាំង4ហ្នឹងក្នុងពេលលំនឹងគឺលោកគ្រូប្រើក្នុងកន្សោមថេលំនឹងបាទអញ្ចឹងកន្សោមថេលំនឹងមាន3ដំណាក់កាលបាទដើមអានេះគឺម៉ូលតមកគឺអីប្រែប្រួលបាទទី3គឺក្រោយប្រតិកម្មfinal មានថាក្រោយប្រតិកម្មអញ្ចឹងពេលអូនឯងទៅសេមានសេកាត់ដូចគ្រូណាអូនឯងត្រូវទៅសេឲ្យពេញម៉ូលដើមម៉ូលប្រែប្រួលម៉ូលក្រោយប្រតិកម្មអញ្ចឹងទៅសេ3ហ្នឹងអត់សេកាត់ដូចគ្រូទេអាហ្នឹងជាសញ្ញាណាព្រោះគ្រូសុំសេកាត់ដើម្បីងាយស្រួលលឿនកុំឲ្យវីដេអូនោះវែងពេកអញ្ចឹងយើងដាក់មកម៉ូលដើមនេះស្មើប៉ុន្មាន a stair 0.5 អានេះប៉ុន្មាន 0.5 ម៉ូលបាទ 0.5 ម៉ូលអញ្ចឹងពេលដើមអាពីរនេះមាននៅអាពីរនេះអត់មានទេបាទ00ពេលដើមអានោះអត់មានម៉ូលដើមទេបរិមាណរបស់វាគឺជាបរិមាណដែលចូលរួមបដកកើតក្រោយពេលបដកម្មអញ្ចឹងអាពីរនេះអត់ទាន់ចូលរួមបដកម្មអញ្ចឹងអានេះអត់ទាន់កើតមានទេអញ្ចឹងដល់ពេលចូលរួមបដកម្ម A stair ដែលយើងរកឃើញចូលរួមបដកម្មនោះប៉ុន្មានអស់ 0.2 ម៉ូលអ
ចឹងពេលយើងរើមកវាសល់ប៉ុន្មាននេះក្រោយបដកម្ម A star សល់ប៉ុន្មានបាទ 0.3 ម៉ូលនេះរកឃើញ 0.3 ម៉ូល A star នៅសល់ចឹងជំនុំអស់ 0.2 ហើយសួរថាម៉េចបានទៅរកចំនួនម៉ូលចូលបដកម្មរបស់វាអញ្ចឹងដើម្បីរកចូលរួមបដកម្មគឺយើងចង់រកអាផ្សេងទៀតថាតើអាទាំងអស់ហ្នឹងវាអានេះចូលរួមប្រមាណអានេះកើតប៉ុន្មាននេះកើតប៉ុន្មានហើយចុះមិនបានរកតែ A star អញ្ចឹងយើងមិនរកអាផ្សេងទៀតទៅអាផ្សេងទៀតយើងរកអត់បានទេព្រោះអានេះយើងអត់ស្គាល់ចំណែកទឹកយើងមិនដឹងថាវាសល់ចូលរួមបដកម្មអស់ប្រមាណគឺយើងអត់ដឹងទេយើងដឹងតែបំរើពីមួយវាមានបរិមាណដើមប៉ុណ្ណេះមានបរិមាណដើមប៉ុណ្ណេះអញ្ចឹងយើងអត់ដឹងថាវាមានចំនួនបរិមាណចូលរួមបដកម្មប្រមាណវាសល់ប្រមាណគឺយើងអត់ដឹងទេអញ្ចឹងយើងអាចរកចូលរួមបដកម្មតាមរយៈទឹកនេះបានទេក្រៅពីអីក្រៅពី A star អញ្ចឹងយល់ហើយហ្នឹងណាអញ្ចឹងយើងមើលយើងវិចារតាមសមីការមកនេះ1ម៉ូលអានេះ1ម៉ូលអញ្ចឹងវាស្មើគ្នាបើនេះចូល 0.2 អានេះចូលប៉ុន្មាន 0.2 ម៉ូលអានេះ1អានេះ1អានេះប៉ុន្មាន1អញ្ចឹងអានេះចូលរួមប៉ុន្មាន 0.2 ដែរអានេះចូលប៉ុន្មាន 0.2 ម៉ូលដែរអញ្ចឹងក្រោយបដកម្មឯងខាងប្រតិករធ្វើផលដកខាងកកើតធ្វើផលបូកហេតុធ្វើផលបូកធ្វើផលដកប្រតិករចូលរួមបដកម្មចំនួនម៉ូលថយចុះចឹងគេដកកកើតជាបរិមាណដែលកកើតទទួលបានអញ្ចឹងវាបូកបាទ0បូកណាតោះអញ្ចឹងយើងដកមក 0.3 ម៉ូលអានេះបូកអានេះបូកអញ្ចឹង 0.2 ម៉ូលដដែលអានេះ 0.2 ម៉ូលដែរអញ្ចឹងនេះហើយគឺជាអីគឺជាសមាសភាពជាម៉ូលដែលគេចង់បានក្រោយបដកម្មគេចង់បានអា4ហ្នឹងហើយបន្ទាប់មកអនឯងដាក់អីគេដូចនេះមក A star សល់ប្រមាណទឹកសល់ប្រមាណអាស៊ីតកើតប្រមាណអាកុលកើតប៉ុន្មានអញ្ចឹងសម្រាប់សំណួរលេខ3នេះគឺជាសំណួរដែលកន្លឹះអត់ធ្លាប់ដឹងគឺធ្វើអត់ចេះទេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេហើយជួបគ្នានៅក្នុងវីដេអូក្រោយរ៉ូម៉ាំងបញ្ចប់រំហាត់2025រ៉ូម៉ាំង4ទាំង